បាទលោកសួស្តីបងទស្សនភាពពេលព្រឹកព្រលឹមឡើងនៅកោះស្ដេចអូខេលើកជើងនេះដោយសារតែយើងមកពីឆ្ងាយបងគាត់មកតាំងពីប្រទីមានជ័យមកពីអីចឹងណាអញ្ចឹងយើងមកពីល្ងាចឲ្យហើយមកសម្រាប់នៅកោះស្ដេចអូខេនេះជាវីដេអូកាត់ទៅគឺយើងមកដល់ផែពេលយប់ឡើងបាទយប់ឡើងខែរះភ្លឺស្អាតណាស់នៅខាងកោះស្ដេចយើងឃើញរូបខែផងឃើញផ្កាយរះពេញមេឃចឹងទៅយើងក៏ចាំទូកនៅផែនៅអីចឹងទៅពេលមកដល់ចឹងទៅយើងក៏ទេប្រាប់ខាងទូកខាងអីមកជួយច្រឡំយើងទៅសម្រាប់នៅខាងកោះស្ដេចសម្រាប់នៅផ្ទះសំណាក់ក៏បានសម្រាប់នៅរីសតអីក៏បានដែរប៉ុន្តែដោយសារតែយើងស្អែកព្រឹកឡើងចេញស្ទួយត្រីអញ្ចឹងយើងគេទស្សនៈអីធម្មតាបានហើយគេស្មាត់មកពីមានជ័យតាំងពីស្វាយជ័យពីមានជ័យវីដេអូនេះដែរគឺតាំងពីខែ10តាំងពីមុនមានបញ្ហានៅតាមព្រំដែនណាអូខេហ្នឹងហើយអញ្ចឹងពេលដែលយើងទៅដល់ផែភ្លាមអញ្ចឹងទៅក្រុមការងារយើងក៏យកឡានទៅចតបន្តមកទៀតយើងយកអីវ៉ាន់យកអីដាក់ទូកដើម្បីចម្លងយើងទៅសម្រាប់នៅផ្ទះសំណាក់ហ្នឹងអញ្ចឹងសម្រាប់បងមកពីខេត្តឆ្ងាយបើសិនជាយើងមិនសូវជាមានពេលអីច្រើនទេបើនៅពេញយើងអាចចេញម៉ោង3ម៉ោង4ចិត្តភ្លឺទៅដល់ផែម៉ោង9ម៉ោង10យើងឡើងទូកបានប៉ុន្តែសម្រាប់បងដែលមកពីខេត្តឆ្ងាយដូចសៀមរាបបាត់ដំបងទីមានជ័យអញ្ចឹងទៅគឺយើងត្រូវទៅមុនមួយថ្ងៃឧទាហរណ៍ថាចង់ចេញសៅរ៍ទឹកយើងអាចចេញពីល្ងាចថ្ងៃសុក្រឲ្យហើយទៅសម្រាប់នៅនោះមួយយប់ព្រឹកឡើងស្អែកថ្ងៃសៅរ៍បើសិនជាទូកក៏អត់មានជាប់រវល់អីទេគឺយើងអាចចេញពីព្រឹកអញ្ចឹងទៅយើងមានពេលស្ទួយបានច្រើនតែម្ដងបាទយ៉ាងវិញទៀតនៅពេលដែលយើងបានទៅគេងមួយយប់អញ្ចឹងហើយព្រឹកស្អែកឡើងយើងចេញទូកក៏មានអារម្មណ៍ថាអត់សូវហត់ល្វើយហើយក៏ចាញ់អាលោកពុលទូកអីដែរបាទអញ្ចឹងព្រឹកឡើងនេះងើបឡើងអញ្ចឹងទៅយើងមើលទស្សនវិជ្ជាព្រលឹមឡើងនៅខាងកោះស្ដេចហើយផែហ្នឹងចំពេលទូកគេហៅថាទូកឡើងបង្កងណាបាទទូកក៏មិនខុសពីឡានម៉ូតូឲ្យយើងដែរប្រើដល់ពេលរបស់គេអញ្ចឹងទៅគេត្រូវយកឡើងមកកែកុនឡើងមកសេរីឡើងមកសម្អាតសេរីសរងម៉ាស៊ីនសេរីសរងថ្នាំសេរីសរងអីចឹងណាព្រោះថាកាលណាប្រើនៅក្នុងសមុទ្រទឹកប្រែយូរទៅវាលបកថ្នាំវាមានអង្គឹងតោងណាមានច្រេះស៊ីមានអីចឹងទៅក៏ត្រូវតែយើងឡើងបកងឡើងអីចឹងមកដើម្បីសេរីវាដើម្បីមើលវា maintenance គេនិយាយខ្លីគេហៅថា maintenance ដោយថាយើងជិះម៉ូតូជិះអីលើគោកជិះឡានជិះអីហ្នឹងក៏យើងត្រូវមើលប្រេងម៉ាស៊ីនមើលចង្វាក់មើលសម្បកមើលអីផ្សេងចឹងដែរបាទអញ្ចឹងទូកដូចគ្នាក្តារណាដែលចាស់ក្តារណាដែលពុកអីមើលទៅគេសេរីស្រង់ឡើងមកគឺសេរីចេញដាក់ថ្មីដាក់អីចឹងទៅឈូសថ្នាំចាស់ផ្លាស់ថ្នាំថ្មីអញ្ចឹងទៅដើម្បីឲ្យវាធន់ហើយប្រើប្រាស់បានយូរបាទមិនមែនជាប្រើយកពុកខូចអីកវត្តចោលនោះទេអូខេហ្នឹងហើយ